បាទបងប្អូនមុននេះបន្តិចទទួលបានព័ត៌មានពី Fresh News បានផ្សាយថានៅព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025នេះដោយយោធាថៃបានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកផ្ដាច់ស្ពានមេទឹកស្ថិតនៅកំណាត់ផ្លូវជាតិលេខ55រួចទៅហើយដែលភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ទៅកាន់តំបន់ថ្មដាស្រុកវាវែងដែលបម្រើដល់ជីវភាពប្រជាពលរដ្ឋរស់នៅពុកម៉ែបងប្អូនបាទយើងឃើញថាថៃធ្លាប់បានព្រមានហើយចំពោះស្ពានមេទឹកនេះថានឹងផ្ដាច់បាទឥឡូវនេះវាបានផ្ដាច់ពិតប្រាកដមែនហើយការផ្ដាច់ផ្លូវដឹកជញ្ជូនរបស់កម្ពុជាគឺជាការឈ្លានពានទាំងបាក់ចំហរបស់យោធាថៃបាទយោធាថៃវាលែងគិតពីច្បាប់អន្តរជាតិអីទៀតហើយលែងគិតអំពីមនុស្សធម៌ទៀតហើយបាទបើទោះបីជាមានការអំពាវនាវហើយអំពាវនាវទៀតពីក្រសួងការពារជាតិរបស់យើងឲ្យយោធាថៃបញ្ឈប់ជាបន្តនៅការឈ្លានពានបាទឥឡូវនេះព្រឹកនេះវាបានផ្ដាច់មកស្ពានមេទឹកដែលតភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ឆ្ពោះទៅកាន់តំបន់បាទថ្មដាស្រុកវាលវែងបាទពុកម៉ែបងប្អូននឹងហើយនៅតំបន់គ្រោះថ្នាក់យើងត្រូវតែជំលះខ្លួនមកកាន់ទីទួលមានសុវត្ថិភាពដែលរៀបចំដោយអាជ្ញាធរបាទមូលដ្ឋានអាជ្ញាធរមានសមត្ថកិច្ចហើយព្យាយាមតាមដានស្ដាប់ព័ត៌មានដែលផ្សាយចេញពីเพจផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើងក៏ដូចជាក្រសួងស្ថាប័នមានសមត្ថកិច្ចបាទហើយរួមគ្នាទប់ស្កាត់នៅព័ត៌មានក្លែងក្លាយជាពិសេសកុំថតនៅសកម្មភាពចល័តទ័ពនិងទីតាំងសភាវុធរបស់យើងផ្សព្វផ្សាយធ្វើឲ្យបាទសត្រូវយើងចាប់បានទីតាំងបាទសូមអរគុណពុកម៉ែបងប្អូន